ออกคนจุดเรียบซัวบอลโอนออกนี้พายปีบะสนับสำเร็จมันเต็กมันแต่อดไอทีอดหมดลงการสนับให้ยมออกคนบอลโอนได้มีโอกาสเนื่อยหอดประมาณไงนี่หรือวัวคือไอให้หรือวัวรกซีหรือวัวคือการยีเตี้ยการยีกลมจนลมจังว่าบอลโอนเลยแต่คอมปรังพียิมออกดังใบสนับเรียบรรตูนហើយនោះល្អខ្ញុំអរគុណបងប្អូនដែលនៅតែខំព្យាយាមប្រហែលថ្ងៃនេះបងប្អូនដឹងហើយសភាពការនៅទូទាំងពិភពលោកដោយឡែកនៅកម្ពុជាយើងបងប្អូនដឹងហើយចំនួនតាមព្រំដែនវាមិនមែនជាការល្អសម្រាប់បងប្អូននិងខ្ញុំទេបងប្អូនដឹងហើយសូម្បីតែមិនបានប្រាប់ក៏បងប្អូនដឹងថាបញ្ហាដែលនៅតាមព្រំដែនវាមិនល្អសោះសម្រាប់ភាគីម្ខាងទៀតដែលគេទៀមទាគេព្យាយាមធ្វើអីហើយបងប្អូនក៏ឃើញមនុស្សដែលរងគ្រោះថ្នាក់បងប្អូនក៏ដឹងថាបងប្អូនកំពុងជួបបញ្ហាបាត់បង់ដីធ្លីផ្ទះសម្បែងគ្រួសារអីផ្សេងទន្ទឹមនឹងក៏មានព័ត៌មានដែលច្រើនយ៉ាងដែលចេញពីប្រភពអត់ដឹងពីណាពីណីខ្លះដែលធ្វើឲ្យយើងជាអ្នកគ្រីស្ទានមួម៉ៅក្តៅក្រហាយនៅក្នុងចិត្តខ្លះប៉ុន្តែបងប្អូនខ្លះក៏ស៊ូទ្រាំអត់ធ្មត់ក្នុងព័ត៌មាននឹងថាខំរក្សាចិត្តបានល្អបងប្អូនខ្លះខឹងបងប្អូនខ្លះថានេះថានោះបងប្អូនខ្លះក៏គិតថាមិនបាញ់ទៅបងប្អូនខ្លះថាទុកឲ្យគេធ្វើអីចឹងយើងមិនដាក់ទៅអ្នកថានេះនោះសពគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែអរគុណព្រះសម្រាប់អ្នកដឹកនាំប្រទេសរបស់យើងគាត់មានការអត់ធ្មត់សម្រាប់កងកម្លាំងកុំឲ្យប៉ះពាល់គ្នាឲ្យស៊ូទ្រាំអត់ធ្មត់ប៉ុន្តែមិនមែនថានៅស្ងៀមខំរកនៅណាដើម្បីរកគេអ្នកមានកម្លាំងជាងមកជួយបើសិនជាយើងទៅតាមកម្លាំងរបស់យើងធម្មតាសង្គ្រាមវាហិនហោចទាំងសងខាងប៉ះពាល់អាយុជីវិតខ្ទេចខ្ទីទាំងសងខាងហ្នឹងដោយប្តីប្រពន្ធពេលណាដែលឆ្លោះគ្នាប្រពន្ធបោកចានបោកឆ្នាំងប្តីដុតផ្ទះចោលចុងក្រោយកូនទៅនៅជ្រោខំដើមឈើទាំងអស់គ្នាអញ្ចឹងវាមិនល្អសោះរឿងចំនួនមិនល្អទេបងប្អូនឮព័ត៌មានអីក៏ដោយខ្ញុំចង់ប្រាប់បងប្អូនថាយើងជាអ្នកជឿដល់ព្រះខំរក្សាចិត្តមែនទែនជួនកាលអណ្ដាតរបស់យើងនាំឲ្យយើងមានផលលំបាកដោយសារអណ្ដាតបងប្អូនដឹងហើយអញ្ចឹងទេអ្នកគ្រីស្ទានព្រះអង្គចង់ឲ្យយើងរក្សាចិត្តដោយអស់ពីព្យាយាមខំព្យាយាមមែនទែនក្នុងការរក្សាចិត្តឃើញនេះឃើញនោះបើខ្ញុំវិញមិនទុកទេអីណានេះតែបញ្ហាតែមួយជ្រុងហ្នឹងប៉ុន្តែវាឆេះរៀលដាលនឹងដល់ណាវារញ៉េរញ៉ៃអញ្ចឹងទេត្រូវស្ដាប់មេស្ដាប់កើយស្ដាប់អ្នកដឹកនាំប្រទេសគាត់ថាកុំបង្អង់សិនហើយគាត់ខំព្យាយាមដូច្នេះនេះចង់លើកទឹកចិត្តបងប្អូនថាការដែលទាស់តែងគ្នាអត់ដែលចំណេញអីទេអត់ដែលចំណេញទេបងប្អូនដែលឃើញគ្រួសារណាដែលទាស់តែងគ្នាជាមួយប្តីជាមួយប្រពន្ធឆ្លោះព្រឹកឆ្លោះល្ងាចបងប្អូនមើលទៅមិនដែលរីកចម្រើនទេមិនដែលទេហើយការឆ្លោះទាស់តែងគ្នានៅទីកន្លែងណាក៏ដោយនៅក្រុមជំនុំក៏ដោយក៏អត់មានការរីកចម្រើនដែរពីព្រោះមួយលាស់មួយក្តិចមួយលាស់ក្តិចលាស់នឹងវាអត់ដូចថាវាមុខស្មាញមែនទេប៉ុន្តែខ្ញុំចង់លើកទឹកចិត្តបងប្អូនថាចំនួនឬការឆ្លោះវាកើតឡើងដោយច្រើនយ៉ាងដែលវាកើតចេញមកយើងអត់និយាយតាមព្រំដែនអត់និយាយពីប្រទេសនិងប្រទេសទេប៉ុន្តែយើងនិយាយពីរឿងយើងទាំងអស់គ្នាក្នុងព្រះគម្ពីរបានប្រាប់យើងថាអ្នកគ្រីស្ទានឬក៏ជាអ្នកបាវបម្រើព្រះចង់ឲ្យយើងដឹងថាមិនគួរឲ្យបាវបម្រើឆ្លោះប្រកែកគ្នាទេបើឆ្លោះប្រកែកវាខាតដូចជាប្រទេសនិងប្រទេសដែលគេឆ្លោះគ្នាបងប្អូនឃើញមានចំណេញអី
អត់មានចំណេញអីសោះទម្លាក់ក្របបែកបាញ់ផ្សែងពុលទម្លាក់ក្របបែកចង្កោមឬធ្វើអីបាញ់ផ្លោកជើងត្បូងខាងនោះក៏ស្លាប់ខាងនេះក៏ស្លាប់វាហិនវិនិច្ឆ័យទាំងអស់គ្នាហើយចំនួននេះព្រះចង់ដាស់តឿនយើងទាំងអស់គ្នាថាពេលយើងអ្នកជឿដល់ព្រះគឺយើងជាអ្នកបាវបម្រើរបស់ព្រះហើយព្រះចង់រំលឹកដាស់តឿនយើងថាកុំឲ្យឆ្លោះប្រកែកគ្នាការដែលឆ្លោះប្រកែកគ្នាវាអត់ជួយក្នុងដំណឹងល្អទេអត់ជួយសោះផ្ទុយទៅវិញការឆ្លោះប្រកែកគ្នាវាបានភាសាខ្មែរយើងហៅថាហែកទ្រូងឲ្យថ្មាតចិត្តមែនទេបើសិនជាប្តីប្រពន្ធឆ្លោះគ្នាហែកទ្រូងឲ្យថ្មាតចិត្តប្តីខ្ញុំចាញ់បៀអស់ប៉ុណ្ណេះប្តីខ្ញុំខ្ចីអង្គការប៉ុណ្ណេះប្តីខ្ញុំលួចលុយម៉ែខ្ញុំប៉ុណ្ណេះប្រពន្ធខ្ញុំអត់កើតទេគាត់បំផ្លាញចេះមួយចុះពីរលេងបៀអត់ទិញម្ហូបអីសក់គ្រប់គិតតែពីហែកហួរគ្នាប្រាប់ដល់អ្នកចិត្តខាងគេអង្គុយសរសើរឬអត់ទេគេមើលងាយប្តីផងមើលងាយប្រពន្ធផងអញ្ចឹងអាចចំនួននឹងវាអត់ជួយយើងហ្មងអត់ជួយយើងទេបងប្អូនបានជាព្រះចង់ឲ្យយើងទាំងអស់គ្នាថាខំព្យាយាមគ្រប់គ្រងចិត្តនីមួយខំព្យាយាមមែនទេកុំឲ្យយើងស្មានថាអរិយដែលវាកំពុងតែដើរកវ៉ែលទាំងក្រហមដូចជាសឹងនៅព័ទ្ធជុំវិញយើងវាសบายចិត្តនៅពេលដែលយើងកំពុងតែរួបរวมចិត្តគំនិតគ្នាវាកំពុងតែពិបាកចិត្តវាកំពុងតែរោគរបៀបណាដែលអុចអាលធ្វើឲ្យយើងបាក់បែកប្រេះស្រាំនោះវាសบายចិត្តណាអញ្ចឹងឲ្យយើងទាំងអស់គ្នាជាអ្នកជឿដល់ព្រះបងប្អូនហើយខ្ញុំមិនមែនជាល្អដូចជាបងប្អូនគិតទេវាថ្ងៃខុសក៏មានថ្ងៃត្រូវក៏មានដូចតែបងប្អូនអញ្ចឹងប៉ុន្តែយើងចេះតែខំព្យាយាមក្នុងការដើរតាមព្រះទៅមុខទៀតពេលខ្ញុំនិយាយដោយស្មោះពេលឮសូរបងប្អូននៅពួកជំនុំនៅសៀមរាបមានការរីករាយណាស់នៅពេលដែលគេសហការគ្នារួបរวมគ្នានាំគ្នាធ្វើកិច្ចការងារអូខ្ញុំសប្បាយមែនតើខ្ញុំមិនមែនសប្បាយតែម្នាក់ឯងខំប្រាប់គេថែមទៀតប្រាប់បងប្អូនពួកជំនុំថាអូបងប្អូននៅសៀមរាបគាត់បានមនុស្សថ្មីទៀតចូលមកក្រុមជំនុំគាត់ទៅបង្រៀននៅភូមិខ្វៀនអូគាត់ទៅនេះទៅនោះឥឡូវបានមនុស្សខ្លះមកចូលរួមរៀនជាមួយគេហើយគេធ្វើកម្មវិធីនៅអែលដូចជាល្អហើយស្ត្រីគ្រប់លក្ខក៏កំពុងរៀបចំអូនេះគឺជាការងារដែលយើងមានអំណរប៉ុន្តែផ្ទុយទៅវិញបើសិនជាអត់មានបងប្អូនចូលរួមចំណែកក្នុងការទាំងអស់នេះវាធ្វើឲ្យយើងដើរទៅមុខទាំងពិបាកអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថាយើងមានសត្រូវរបស់យើងមិនមែនជាមនុស្សទេគឺជាអរិយសូម្បីតែបងប្អូនពីរអ្នកប្តីប្រពន្ធដែលស្រឡាញ់គ្នាចាក់ទឹកមិនលិចបាត់គ្នាមួយនាទីមិនបានក៏ដោយអរិយក៏នៅចាំតែឃ្លាំមើលបងប្អូនរាល់ថ្ងៃនោះឲ្យតែអន់ចិត្តគ្នាបន្តិចវាអុចថែមបណ្ដោយនេះតែប្តីប្រពន្ធនេះអត់ទាន់និយាយដល់ក្រុមជំនុំអត់ទាន់និយាយដល់ប្រទេសទេគ្រាន់តែប្តីប្រពន្ធអញ្ចឹងពេលអ្នកប្តីប្រពន្ធអ្នកគ្រីស្ទានបែកបាក់គ្នាអូអរិយសប្បាយចិត្តណាស់ជ័យជំនះហើយវាឆ្លោះគ្នាហើយវាលែងទៅពហិហើយវាលែងថ្វាយដង្វាយហើយវាលែងគោរពប្តីគោរពប្រពន្ធលែងស្រឡាញ់ប្រពន្ធលែងចោះចូលប្តីហើយវាសប្បាយអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថាទី1ឲ្យទទួលស្គាល់ខ្លួនខ្ញុំថាខ្ញុំមិនមែនល្អជាងបងប្អូនទេពីព្រោះបងប្អូនស្គាល់មួយផ្លែស្មានថាល្អប៉ុន្តែមិនមែនល្អជាងបងប្អូនទេដូចតែបងប្អូនអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំព្រះរំលឹកថាខ្ញុំខុសហើយខ្ញុំមកឯព្រះដើម្បីសូមអត់ទោសពីព្រះអង្គ
ពីព្រោះខ្ញុំបានខុសហើយសូមព្រះអង្គជួយកែជួយតម្រង់ជួយរំលឹកឲ្យខ្ញុំបានត្រឹមត្រូវវិញពេលខ្លះយើងក៏អន់ចិត្តនឹងគ្រួសារក៏មានដែរអញ្ចឹងសូមឲ្យព្រះជួយយើងនេះជាមូលហេតុសំខាន់ពីព្រោះក្នុងព្រះគម្ពីរបានប្រាប់យើងថានៅពេលណាដែលយើងលន់តួបាបព្រះអង្គមានប្រហារតីស្មោះត្រង់ហើយសុចរិតឃើញទេព្រះអង្គស្មោះត្រង់ហើយសុចរិតបើអ្នកដែលអត់ទោសបាបឲ្យយើងមិនស្មោះត្រង់នឹងយើងទេហើយអត់សុចរិតទេយើងអត់មានសង្ឃឹមទេអត់មានសង្ឃឹមទេដូច្នេះបងប្អូនហើយក្នុងខាងមុខខ្ញុំនេះបងប្អូនក៏មានកំហុសមានទាំងត្រូវមានទាំងខុសខ្ញុំក៏មានកំហុសលោកគ្រូអ្នកគ្រូក៏មានកំហុសប៉ុន្តែអ្វីដែលព្រះចង់ឲ្យយើងដឹងថាបើដឹងថាខុសមកឯឯងមកឯឯងហើយសូមអត់ទោសចឹងព្រះសន្យាថានឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់អញ្ចឹងហើយខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបញ្ហាចំនួនរបស់យើងបើប្រៀបជាមួយនឹងឥឡូវដែលគេកំពុងឆ្លោះគ្នាប្រទេសនឹងប្រទេសវាបញ្ហាគឺព័ត៌មានព័ត៌មានពិតតិចណាស់តែព័ត៌មានคล้ายចាក់រុកចាក់ដោតជើងត្បូងចេះមួយចុះពីក្រៅពីក្នុងពីលើពីក្រោមសពគ្រប់ទាំងអស់បងប្អូនដឹងហើយថាព័ត៌មានទាំងអស់វាអត់ពិតទេតិចណាស់ដែលពិតអញ្ចឹងជួនកាលយើងខ្មែរយើងហៅថាតិចស្រាលវិជាសស្ដាប់ព័ត៌មាននោះឆេះវឹងសិតតែខំថ្មិញសិតតែបត់ដុំដៃសិតតែក្តាប់ដៃប៉ុន្តែការពិតខាងនោះអត់ដឹងអីសោះវាចឹងដូច្នេះឲ្យយើងទាំងអស់គ្នាប្រយ័ត្នអំពីព័ត៌មានអំពីដំណឹងអីដែលនៅក្នុងក្រុមជំនុំយើងក៏ដោយនៅក្នុងគ្រួសារយើងក៏ដោយក៏យើងត្រូវប្រយ័ត្នប្រយែងមែនតើពីព្រោះសត្រូវរបស់យើងវាអត់ដេកលក់សោះវាចាំតែកវែលវាចាំតែបំផ្លាញវាចាំតែធ្វើបាបយើងសពគ្រប់ទាំងអស់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបើកដល់គម្ពីរថេសាឡូនីកទី1ចំពុក5ថេសាឡូនីកទី1ចំពុក5ខ22ថេសាឡូនីកទី1ចំពុក5ខ22ព្រះគម្ពីរបានថាចូលជៀសចេញពីសេចក្តីអាក្រក់គ្រប់យ៉ាងតើបញ្ហាដែលយើងអន់ចិត្តគ្នាក្តីយើងឆ្លោះគ្នាក្តីយើងមួម៉ៅក្តីវាមកពីណាវាមកពីសេចក្តីអាក្រក់វាមកពីសេចក្តីអាក្រក់ហើយសេចក្តីអាក្រក់នេះវាមកពីណាទៀតវាមកពីអ្នកនាំពាក្យឬគេហៅថាអ្នកយកព័ត៌មានជួនកាលព័ត៌មានដូចខ្ញុំប្រាប់មិញវាអត់ពិតហើយពេលដែលអត់ពិតធ្វើឲ្យអ្នកដែលស្ដាប់ថាស្មានតែពិតអញ្ចឹងវាទៅជារឿងប្រជែកឬអន់ចិត្តឬខឹងឬអីចឹងទៅប៉ុន្តែបញ្ហានេះខ្ញុំចង់តែលើកទឹកចិត្តបងប្អូនថាបងប្អូនដឹងអំពីអ្វីណាជាអាក្រក់អ្វីណាដែលជាល្អខ្ញុំគិតថាបងប្អូនដឹងអំពីអ្វីដែលអាក្រក់ដែលល្អអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបើកដល់ទំនុកតម្កើងចំពុក1ខ1ទំនុកតម្កើងចំពុក1ខ1ព្រះគម្ពីរបានថាទំនុកតម្កើងចំពុក1ខ1មានពរហើយអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ចំណុចនេះបងប្អូនគិតថាមនុស្សអាក្រក់ជាអ្នកណាមនុស្សអាក្រក់គេអត់ដែលពាក់ផ្លាកដូចជាមនុស្សចូលធ្វើការឬពាក់ផ្លៅកថាខ្ញុំជាមនុស្សអាក្រក់គេអត់ដែលដាក់អញ្ចឹងទេតែមនុស្សណាដែលអាក្រក់គឺការប្រព្រឹត្តរបស់គេសុទ្ធតែអាក្រក់នេះស្រួលស្ដាប់តើការប្រព្រឹត្តរបស់គេជាអាក្រក់យ៉ាងម៉េចបើសិនជាគេចាក់រុកឲ្យប្តីប្រពន្ធយើងបែកបាក់គ្នាឆ្លោះទាស់ទែងគ្នា
dương mình rọp than nè lúc chiều lúc đại là tê dương ọt côn tê chạ rục ở đây một buồn dương ọt bạ bài kia nụ dương ọt côn tê dương cua tái và giác ông pin nè chôn cá chạ rục tây không trường tu bông không cua xa ra bỏ dương bất mến hay chôn cá dương miên cầm họp tỉnh tuổi bàn tái kỳ pu đôi chia thông nè từ bình chẳng thưa ao chạ rục luộc toa tên kia hai nóng pre công pí bàn prap dương tha công đạp rứ mình đào tạ đọc bầu miền rồi bồng lục lọc nóng ở lâu ní bom ôn để cầm pung chưa pre ní chuôn cá nè để cái ọt chứa cầm pung đạt tương ao đọc bầu miền bom ôn để chưa pre bộ ní sa bộ khóc bọt bộ ní bộ mơ nghi mà ở chung ban ní ọt từ vọt sọนี่สตปุขบอดศาสนาพวกละเมลกุลแต่จังปรับบองโอนถามนุษย์กระเกทำให้มนุษย์กระเกทากรอนแต่เตยวัดวิมีทงนสระอะไรอัดมีทงนสระอะไรสอไม่ในวัดจามแต่มือเพลายกบายยกมาหอบแต่เอายามก็อัดมีไอ้ยามอัดมีไอ้เสียเปียซอขยมโยลสอบคืนถ้าอัดมีข่าวอาวอัดมีมาหอบหายขยมอันนัดขยมเธอบอลที่เอาเธอบังโกนกอดเชื่อเปรย์สู้อัดมีประยาวไอ้สอบกี่ถ่ายจังหายเป้เลยยืงมันบานเกิดยืงสดับลำโบมีมันหัวกระยืงถ่ายแม่นั่นแม่เอาขยมได้สลับเธออัดมีไอ้ยามนี่จังขยมอัดเฮียนเตอร์บัวที่คลายจัดลูกครูคลายจัดเนี่ยคริสเตียนเนี่ยเชื่อไอ้เกยเคยจังสมพญาลุยตามเกยดับใบติ่งมาโฮบยกพญาเตอร์อัดบานแม่เอาขยมยามพอนุ่มมันเตยเตยเพียสาขมายยังถ้าต่อเมซิโปงเมนี่อัดยำเมมอนนี่ปัจจัยยำโปงมอนจังไงนี่ดมโบมีดมโบมันหัวกรอบแต่จังปราบบองโอนทางพวกมันได้เยอะเป็นแต่กวาดสลับเตอก้อนเหมือนเมนเลยขบายไปเฮียจำคุยเราบายเราตะเปียจุงบันนี่เฮ้ยเยอะเหมือนเมนจีเนี่ยแต่เมื่อคนพวกมันได้เต้ไม่เอาเยอะกับพวกมันได้เยอะประอ้อมเมียนบรรทุกถ้าเอาเยอะกว่ารูปพระบ้านพวกมันได้ปัญหาปัญหาข้อตรึงนี้ตรองท้ากอดหนึ่งรู้เปรียบจองเอาเยอะทั่วกลางนี้นึงสำหรับพวกมันdương ọt chưa tha phụng lại sạp hái dương vô mà hộp tới quạt ngợp mơ từ túa ọt chưa thế ọt chưa tha miền trắng ấy ọt chưa tha pe cọp nơi phô vô cầm rong cá tới hai quạt chanh mà ọt cún ọt chưa thế nhẹ chưa pre su ọt chưa trắng ấy thì pro pre su tha ọt miền sọ ọt miền trắng ấy đòi xa hai nâng hai bàn chia phụ mình nuột cọ cái chạ rục nhẹ chưa pre su thaอดเตอร์วัดสปุกบอดศาสนาปุมือกุลปุไอสับกรุบแบบอย่างจังจำนวนตีมุ้ยได้ยืงเคยฮะดับโบมินหรือบอมลวกกรอบชุนก้าวมนุษย์กรอบยืงดังให้สารทิศหรือบอมลวกกรอบเกมันได้เปิดกาละอ้อเกเปิดกากรอบชุนก้าวเกหนีเยี่ยอมปีกรมจุ่มนุ่มเยอะเกเมื่องี้กรมจุ่มนุ่มเยอะkỳ mưa nghi nè đặt nôm dương kỳ mưa nghiสมาชิกបងប្អូននៅក្រុមជំនុំជ័យជំនះក្រុមជំនុំខ្លះចឹងដែលខ្ញុំធ្លាប់នៅសៀមរាបច្រើនមានពួកគេខ្លះចឹងហើយខ្ញុំប្រលះទៅវិញ100ទៅវិញដើម្បីឲ្យគេដឹងហើយយើងអត់ទ្រាំទ្រនឹងឲ្យគេមើងងាយនេះប្រលះទៅហើយមើងងាយក្រុមជំនុំខ្ញុំមិនមើងងាយបងប្អូនខ្ញុំមិនមើងងាយគ្រូខ្ញុំមិនមើងងាយព្រះដែលខ្ញុំជឿមិនចឹងបងប្អូនយើងជាអ្នកជឿព្រះហ៊ានក្រោកឈរត្រសេចក្តីពិតឡើងកុំខ្លាចអ្នកណាដែលនិយាយបង្ខុសការពិតយើងត្រូវតែលើកសេចក្តីពិតឡើងមិនមែនអង្គុយឲ្យគេមើងងាយអង្គុយឲ្យគេស្ដីថា
គេចោតប្រកាន់អីខុសរឿងអីអត់ទេអត់អង្គុយឲ្យអ្នកឯងមើលងាយទេអញ្ចឹងបទគម្ពីរថាមិនស្ដាប់តាមឬមិនដើរតាមដំបូងមានមនុស្សអាក្រក់បើគេឲ្យធ្វើអីយើងអត់ដើរតាមអត់ធ្វើតាមទេគេឲ្យយើងធ្វើនេះធ្វើនោះធ្វើអីការអាក្រក់នៅក្នុងក្រុមជំនុំក៏ដោយនៅក្នុងគ្រួសារយើងក៏ដោយយើងអត់ធ្វើទេអ្នកខ្លះហ៊ានប្រកបគ្រួសារគេថាប្រពន្ធអញ្ចឹងលែងចោលអត់ទេអ្នកជឿព្រះយេស៊ូវអត់ទេកុំនិយាយពីរឿងលែងអត់មាននិយាយរឿងលែងទេនិយាយពីរឿងស្រឡាញ់និយាយពីរឿងចោះចូលអត់មានរឿងថាប្រពន្ធមិនកើតលុយដាក់អស់គួរតែលែងចោលអីអត់ទេយើងជាប្តីត្រូវតែប្រុងប្រៀបមែនទេស្រឡាញ់ប្រពន្ធយើងឲ្យច្បាស់មែនទេទោះអាក្រក់ទោះល្អក៏ប្រពន្ធរបស់យើងដែលព្រះបានប្រទានឲ្យយើងសំខាន់អញ្ចឹងទី2មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបអត់ឈរទេផ្លូវរបស់អ្នកឯងដែលធ្វើអំពើបាបអ្នកឯងដែលប្រព្រឹត្តការអាក្រក់អ្នកឯងមើលងាយក្រុមជំនុំខ្ញុំអ្នកឯងមើលងាយគ្រូរបស់ខ្ញុំអ្នកឯងមើលងាយពួកជំនុំរបស់ខ្ញុំបងប្អូនខ្ញុំសមាជិកនៅក្នុងក្រុមជំនុំជ័យជំនះខ្ញុំមិនឈរឲ្យអ្នកឯងមើលងាយទេពីព្រោះខ្ញុំនៅក្នុងនឹងដែរខ្ញុំនៅក្នុងនឹងដែរខ្ញុំត្រូវតែការពារត្រូវតែថែរក្សាដូចជាបងប្អូនខ្មែរយើងដែលកំពុងតែរស់នៅប្រទេសខ្មែរមិនឲ្យបរទេសណាមើលងាយគឺត្រូវតែខំប្រឹងឈរអញ្ចឹងយើងនៅក្នុងក្រុមជំនុំរបស់យើងបើយើងមិនថែរក្សាយើងមិនការពារក្រុមជំនុំរបស់យើងនៅក្នុងគ្រួសាររបស់យើងបើមិនថែរក្សាប្រពន្ធយើងកូនយើងសាច់ញាតិយើងតើឲ្យអ្នកណាមកថែឲ្យអ្នកណាមកវារឿងសំខាន់ដែលប្តីម្នាក់ត្រូវខំប្រឹងដឹកនាំគ្រួសារនីមួយថែរក្សាគ្នាទៅវិញទៅមកអំពីបញ្ហាណាក៏ដោយបញ្ហាបើយល់ថាប្តីមានកំហុសសុំទោសប្រពន្ធមានកំហុសសុំទោសប្តីកូនមានកំហុសសុំទោសឪពុកម្ដាយបើយើងមានកំហុសព្រះរំលឹកយើងហើយបញ្ហាបងប្អូនក្នុងក្រុមជំនុំនេះជួនកាលខ្ញុំគិតថាបងប្អូនខ្លះក៏គិតថាអូពីដើមមនុស្សច្រើនមែនទេនោះល្អត្រូវហើយក្រុមជំនុំនេះបើខ្ញុំចាំត្រូវមានពេលមួយខួបគម្រប់3ឆ្នាំឬប៉ុន្មានឆ្នាំខ្ញុំភ្លេចមានមនុស្សច្រើនជិត 1000 នាក់ជិត 1000 នាក់ប៉ុន្តែក្រោយនោះបានស្រកទៅវិញដូចជាកង់បានចាប់ដើមធូលើសល់តិចតើបងប្អូនគិតមិនព្រះគម្ពីរបានប្រាប់យើងហើយលើកទឹកចិត្តយើងថាហៅបានច្រើនតែរើសបានតិចមនុស្សដែលមកក្រុមជំនុំ10 20 30 50 100 200នាក់នេះយើងអត់ដឹងថាអ្នកណាខ្លះដែលបានសង្គ្រោះទេតែព្រះដឹងហើយថាមានប្រមាណអ្នកដែលបានសង្គ្រោះហើយបើគេមកក្រុមជំនុំដើម្បីតែឲ្យល្អមើលគេអត់គិតរកព្រះគេអត់បានសង្គ្រោះមែនគេមិនមែនបានសង្គ្រោះដោយព្រោះមកក្រុមជំនុំទេគេបានសង្គ្រោះដោយព្រោះជឿព្រះបើមកតែក្រុមជំនុំ50 ឆ្នាំក៏អត់បានសង្គ្រោះដែរពីព្រោះអត់ដែលទទួលហើយជឿដល់ព្រះម្សិលមិញខ្ញុំបានរំលឹកសិស្សម្នាក់នៅសាលាគម្ពីរខ្ញុំថាប្រយ័ត្នច្រឡំគិតឲ្យមែនទេប្រយ័ត្នច្រឡំឲ្យចាំច្បាស់ថាគម្ពីរថាម៉េចឲ្យចាំអានឹងមែនទេខ្ញុំបញ្យល់ប្រាប់ថាយ៉ាកុបចំពុក2 ខ 19ព្រះគម្ពីរថាម៉េច
ព្រះគម្ពីរថាអ្នកជឿថាមានព្រះតែមួយនោះត្រូវហើយទោះបើអរិយក៏ជឿដូច្នេះដែរព្រមទាំងព្រឺខ្លាចដែរខ្ញុំសួរថាចុះគម្ពីរនេះថាម៉េចអរិយក៏ជឿដែរចុះអូនយល់ថាម៉េចអរិយជឿព្រះដែរលែងឆ្ងល់មែនគម្ពីរថាទោះបើអរិយក៏ជឿដូច្នេះដែរជឿដូច្នេះដែរជឿថាម៉េចជឿថាមានព្រះតែមួយហើយព្រឺខ្លាចប៉ុន្តែគេអត់គិតថាអរិយវាអត់ជឿព្រះទេតែគេឃើញខគម្ពីរថាអរិយក៏ជឿដូច្នេះដែរជឿថាមានព្រះតែមួយហើយវាព្រឺខ្លាចមែនបងប្អូនយ៉ូហានចំពុក1ខ12ថាអស់អ្នកដែលទទួលទ្រង់ឬអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះមិនចឹងបើអត់ទទួលអត់ជឿផងគ្រាន់តែជឿថាមានព្រះតែមួយដូចយើងជឿថាថ្នាំពេទ្យនេះជួយឲ្យបាត់វាតែខ្ញុំអត់ទៅទិញយកមកលេបវានៅតែរៀកដដែលជឿថាស្ពាននេះឆ្លងទៅត្រើយម្ខាងអត់ធ្លាក់ទៅទឹកទេតែខ្ញុំអត់ហ៊ានដើរនៅតែអត់បានទៅដល់នោះចឹងគេថាជាណាខ្ញុំថាអរិយជឿព្រះដែរចឹងនេះជាចំណុចដែលយើងចង់រំលឹកដាស់តឿនហើយខ្ញុំចង់ប្រាប់បងប្អូនថាក្នុងបងប្អូនពួកជំនុំនៅជ័យជំនះនេះបានលើកទឹកចិត្តខ្ញុំច្រើនណាស់បងប្អូនខ្ញុំដឹងហើយថាបងប្អូនមានការពិបាកមានការហត់នឿយមានការខ្វះខាតមិនមានខុសពីអ្នកភ្នំពេញប្រមាណអ្នកភ្នំពេញក៏មិនខុសពីអ្នកនេះប្រមាណប៉ុន្តែអរគុណព្រះដែលខ្ញុំនឹកឃើញថាបងប្អូននៅតែខំព្យាយាមធ្វើការងាររបស់ព្រះជាពិសេសប្រមាណថ្ងៃនេះសិក្ខាសាលាសម្រាប់ស្ត្រីគ្រប់លក្ខប៉ុន្តែខ្ញុំចង់តែលើកទឹកចិត្តបងប្អូនថាក្នុងពួកយើងមានអ្នកខុសមានអ្នកដែលមានកំហុសហើយក៏មានអ្នកដែលខុសតិចនិងខុសច្រើនតែឲ្យអត់ខុសខ្ញុំអត់ជឿថាអត់មានខុសទេប៉ុន្តែបញ្ហាគឺវានៅត្រង់ថាបើយើងខុសតើយើងធ្វើម៉េចកំហុសវានៅត្រង់ណាព្រះអង្គថាបើអ្នករាល់គ្នាលន់តួបាបវិញនោះព្រះអង្គមានប្រហារតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់តួបាបឲ្យយើងអញ្ចឹងបញ្ហាជួនកាលយើងមានអារម្មណ៍មិនសូវសប្បាយចិត្តដោយព្រោះបងប្អូនយើងជួនកាលយើងមិនសប្បាយចិត្តដោយព្រោះក្រុមជំនុំយើងដែលមានអ្វីធ្វើឲ្យយើងមិនសប្បាយចិត្តដែរប៉ុន្តែបងប្អូនហើយខ្ញុំចង់លើកទឹកចិត្តបងប្អូនថានៅក្នុងសាវករបស់ព្រះពេត្រុសគាត់គឺជាម្នាក់ដែលក្បត់ព្រះតែម្ដងពេលព្រះយេស៊ូវមានបន្ទូលគាត់ប្រឆាំងហើយប្រឆាំងទៀតបើសិនជាយើងឥឡូវយើងថាតាក់តុកចឹងហ្មងព្រះយេស៊ូវកុំថាអញ្ចឹងទោះបើមនុស្សទាំងអស់នេះរវាទចិត្តចេញក៏ដោយទូលបង្គំមិនមែនអញ្ចឹងទេមែនទេបងប្អូនស្គាល់គម្ពីរនឹងច្បាស់ហើយថាទៀតអត់ទទួលស្គាល់ព្រះសោះហ្មងព្រះថាហើយអត់ទេចង់បញ្ចប់យ៉ាងម៉េចដូចព្រះយេស៊ូវមានបន្ទូលអញ្ចឹងទាំងអស់គឺអញ្ចឹងប៉ុន្តែអរគុណព្រះអង្គដែលពេត្រុសគាត់បាននឹកចាំអំពីព្រះបន្ទូលរបស់ព្រះហើយគាត់ប្រែចិត្តគាត់វិលមកឯព្រះហើយគាត់បំរើព្រះតទៅទៀតអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែរថាយើងម្នាក់មិនមែនអត់មានកំហុសទេតែត្រង់ថាយើងបើដឹងខ្លួនដូចជាពេត្រុសហើយយើងធ្វើអីទៀតក្រៅតែពីមកឯព្រះដើម្បីសូមអត់ទោសពីព្រះអង្គសូមឲ្យព្រះអង្គលាងសម្អាតក្នុងចិត្តក្នុងគំនិតក្នុងវិញ្ញាណរបស់យើងដើម្បីឲ្យយើងដើរតាមព្រះអង្គថែមទៀត
ខ្ញុំមិនមែនអត់កំហុសទេតែមួយថ្ងៃជួនកាលខ្ញុំសុំសារភាពចំពោះព្រះប្រមាណដង2 3 ដង 4 5 ដងជួនកាលខ្ញុំខឹងរឿងអីណានៃខ្ញុំជួនកាលជាមួយប្រពន្ធបន្តិចបន្តួចតែព្រះអត់ស្ដាប់ខ្ញុំទេបើខ្ញុំអធិដ្ឋានខ្ញុំដឹងហើយព្រះដាក់រនុកទ្វាហើយបើខ្ញុំអត់ត្រូវមួយប្តីប្រពន្ធព្រះអត់ស្ដាប់ខ្ញុំទេមែនទេអត់ស្ដាប់ខ្ញុំទេនិយាយមិនក៏ព្រះអត់ស្ដាប់ដែរត្រូវមួយប្រពន្ធសិនបានព្រះស្ដាប់នេះយើងត្រូវដឹងកូនសោអញ្ចឹងបើអត់ដឹងកូនសោអត់បានអីចូលទេអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាក្នុងព្រះគម្ពីរចង់ឲ្យយើងទាំងអស់គ្នាដែលជាអ្នកជឿដល់ព្រះហើយដឹងថាយើងក្នុងចិត្តរបស់យើងក្នុងចិត្តរបស់បងប្អូននិងខ្ញុំចង់តែកាត់ទោសចង់ធ្វើជាអ្នកកាត់ទោសឬហៅមួយយ៉ាងទៀតថាយើងដណ្ដើមផែនការឬដណ្ដើមតួនាទីរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ឲ្យយើងធ្វើមួយនេះយើងមិនព្រមធ្វើទេយើងចង់ដណ្ដើមតួនាទីការងាររបស់ព្រះជាម្ចាស់តើយើងដណ្ដើមយ៉ាងម៉េចដោយរបៀបមួយណាយើងដណ្ដើមតួនាទីនិងភារកិច្ចរបស់ព្រះនៅពេលណាដែលព្រះប្រាប់ថាកុំឲ្យនិន្ទាគ្នាកុំឲ្យឆ្លោះគ្នាកុំឲ្យចោទប្រកាន់គ្នាអីផ្សេងហើយយើងចេះតែចោទចេះតែប្រកាន់ចេះតែនេះចេះតែនោះមិនព្រមអត់ទោសឲ្យគ្នាមិនព្រមសារភាពដល់គ្នាទៅវិញទៅមកមិនព្រមប៉ុន្តែយើងដណ្ដើមតួនាទីរបស់ព្រះវិញគឺយើងចង់តែកាត់ទោសយើងចង់តែប្រកាន់ទោសប៉ុន្តែព្រះគម្ពីរបានប្រាប់យើងថាម៉េចក្នុងគម្ពីរយ៉ាកុបបានប្រាប់យើងចំពុក4ខ10 11 12ប្រាប់យើងថាម៉េចយើងងងមើលនឹងទាំងអស់គ្នាយ៉ាកុបចំពុក4ខ10យ៉ាកុបចំពុក4ខ10ព្រះគម្ពីរបានប្រាប់យើងថាចូលបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើងបងប្អូនខ្ញុំចង់ថាដំកើងខ្លួនដែរទេមិនមែនចង់បន្ទាបទេចង់ថាដំកើងខ្លួនប៉ុន្តែពេលមើលព្រះគម្ពីរនេះព្រះគម្ពីរថាចូលបង្គាប់ឲ្យបន្ទាបខ្លួននៅចំពោះព្រះនៅចំពោះព្រះត្រូវបន្ទាបខ្លួននៅចំពោះព្រះនោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើងដំកើងអ្នកណាដែលបន្ទាបខ្លួនទាំងស្រីទាំងប្រុសនៅទីនេះកូនរបស់ព្រះចង់ឲ្យយើងបន្ទាបខ្លួននៅចំពោះព្រះហើយព្រះនឹងដំកើងបងប្អូនកូនប្រុសកូនស្រីរបស់ព្រះទាំងអស់គ្នាដំកើងឡើងតែបើយើងដំកើងខ្លួននោះព្រះមិនលើកដំកើងយើងទេខ11ថាបងប្អូនអើយកុំឲ្យនិន្ទាគ្នាឡើយអ្នកណាដែលនិន្ទាហើយថ្កោលទោសបងប្អូនខ្លួននោះក៏និន្ទាហើយថ្កោលទោសចំពោះក្រឹតវិន័យដែរបើអ្នកថ្កោលទោសក្រឹតវិន័យនោះអ្នកមិនមែនកាន់តាមក្រឹតវិន័យទេគឺឈ្មោះថាជាអ្នកថ្កោលទោសវិញព្រះអត់ចង់ឲ្យយើងថ្កោលទោសបងប្អូនយើងទេពីព្រោះយើងថ្ងៃហ្នឹងខ្ញុំខុសហើយតែស្អែកបងប្អូនខុសវិញអញ្ចឹងព្រះអង្គចង់ឲ្យយើងធ្វើអីអត់ទោសឲ្យគ្នាមិនមែនថ្កោលទោសគ្នាប៉ុន្តែឲ្យយើងអត់ទោសឲ្យគ្នាពីព្រោះថ្ងៃនេះខ្ញុំខុសស្អែកគេខុសខុសបើមួយប្រកាន់មួយតើយើងបំរើព្រះយ៉ាងម៉េចបើយើងចែកផ្លូវគ្នាហើយខគម្ពីរខ12ថាឯអ្នកដែលតែងក្រឹតវិន័យហើយជំនុំជម្រះផងនោះមានតែមួយទេគឺជាព្រះដែលទ្រង់អាចនឹងជួយសង្គ្រោះឬបំផ្លាញក៏បានដែរចុះតើអ្នកជាអ្វីដែលថ្កោលទោសអ្នកដទៃនោះបងប្អូនឃើញ ក្នុងព្រះគម្ពីរចង់ឲ្យយើងទាំងអស់គ្នាដឹងថានេះក៏ប៉ះពាល់ខ្ញុំដែរ
ខ្ញុំដែរថ្កោលទោសគេដែរតាបងប្អូនប៉ុន្តែពេលមើលខគម្ពីរនេះអូខ្ញុំខុសហើយព្រះខ្ញុំបានថាអ្នកនេះអ្នកនោះអ្នកនេះអ្នកនោះឥឡូវព្រះថាកុំអញ្ចឹងខ្ញុំត្រូវធ្វើអីខ្ញុំត្រូវសុំអត់ទោសពីព្រះពីព្រោះមិនមែនជាបញ្ហាខ្ញុំទេដែលអង្គុយចាំកាត់ទោសគេទុកឲ្យព្រះដោះស្រាយយ៉ាងម៉េចព្រះតែងក្រឹតវិន័យផងជំនុំជម្រះផងស្រេចលើព្រះខ្ញុំគ្រាន់តែដឹងខ្លួនថាខុសសូមអត់ទោសពីព្រះសូមអត់ទោសពីព្រះហើយបន្តការងារទៀតព្រះរំលឹកខ្ញុំថាបើមិនអត់ទោសឲ្យគេព្រះក៏មិនអត់ទោសឲ្យអ្នកឯងដែរកុំចង់បានការអត់ទោសពីខ្ញុំឲ្យសោះបើអ្នកឯងមិនអត់ទោសឲ្យបងប្អូនអញ្ចឹងកន្លឹះរបស់ក្រុមជំនុំក៏ដោយគ្រួសារក៏ដោយគ្មានម្នាក់ណាដែលត្រូវ 100% ទេឲ្យតែមនុស្សក្នុងគ្រួសារក៏ដោយក្នុងក្រុមជំនុំក៏ដោយក្នុងប្រទេសក៏ដោយសិតតែមានបញ្ហាប៉ុន្តែកាឡានៅត្រង់ថាបើយើងដឹងខុសយើងអត់ទោសឲ្យគ្នាសុំទោសគ្នាបើឪពុកខុសឪពុកត្រូវសុំទោសកូនហេខ្ញុំឪពុកទៅសុំទោសឲ្យកូនអត់ត្រូវទេខ្មែរយើងច្រើនថាហីខ្ញុំឪពុកទៅសុំទោសអីកូនអត់ទេព្រះអត់ថាចឹងទេបើដឹងខ្លួនខុសសុំទោសកូនកូនដឹងខ្លួនខុសសុំទោសម្ដាយសុំទោសឪពុកសុំទោសគ្នាទៅវិញទៅមកមិនមែនថាខ្ញុំប្តីរឿងអីទៅសុំទោសប្រពន្ធខ្ញុំប្តីក្បាលអត់ទេត្រូវដឹងថាបញ្ហាមួយនេះព្រះបង្រៀនយើងច្បាស់ណាស់ថាបើមិនអត់ទោសឲ្យគេខ្ញុំក៏មិនអត់ទោសឲ្យអ្នកដែរអញ្ចឹងចង់ឲ្យព្រះអត់ទោសឲ្យយើងជាប្តីបើយើងមិនអត់ទោសឲ្យប្រពន្ធផងអញ្ចឹងសម្រាប់បងប្អូននិងខ្ញុំជួនកាលជូរល្វីងណាក្នុងចិត្តរបស់យើងដូចជាអត់ត្រូវចិត្តដូចជាអីផ្សេងមានបងប្អូនខ្លះថាខ្ញុំខគម្ពីរព្រះបន្ទូលរបស់ព្រះខ្ញុំអត់ចូលចិត្តកន្លែងនេះខ្ញុំអត់ចូលចិត្តហ្មងខ្ញុំចូលចិត្តតែកន្លែងនេះព្រះបន្ទូលរបស់ព្រះមិនមែនអាហារប៊ូហ្វេដែលយើងត្រូវការជ្រើសរើសទេមិនមែនចឹងទេកុំឲ្យយើងថាខ្ញុំអត់ចូលចិត្តព្រះប្រកបឲ្យស្រឡាញ់ខ្មាំងសត្រូវអត់ចូលចិត្តហ្មងមួយនឹងខ្មាំងសត្រូវនោះអាក្រក់ណាស់ខ្ញុំអត់ចូលចិត្តព្រះប្រកបខ្ញុំទៅនឹងអត់ចូលចិត្តហ្មងខ្ញុំចូលចិត្តតែព្រះប្រទានពរព្រះឆ្លើយតបអីផ្សេងខ្ញុំចូលចិត្តមែនតើមិនមែនចឹងទេព្រះមិនឲ្យយើងញ៉ាំតែស្ករហើយទឹកឃ្មុំរហូតទេមានទឹកខ្មេះដែរណាបងប្អូនថែមទឹកត្រីហងអំបិលផងម្រេចទៀតដាក់ម្ទេសទៀតកុំឲ្យយើងគិតថាខ្ញុំចង់បានតែទឹកឃ្មុំអត់ចង់បានទេទឹកខ្មេះអត់ទេអត់ចឹងទេអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថានៅពេលដែលពួកខ្ញុំនៅទីនោះតែងតែអធិដ្ឋានសម្រាប់បងប្អូននៅទីនេះពីព្រោះខ្ញុំដឹងថាបងប្អូននៅទីនេះអារៈកំពុងតែធ្វើបាបវាយលុកបំបាក់ទឹកចិត្តធ្វើឲ្យបងប្អូនស្មុគស្មាញច្រើនដូចតែពួកខ្ញុំនៅពេញដែរបងប្អូននៅឆ្ងាយអត់សូវឮតែអ្នកនៅពេញក៏មានបញ្ហាមិនសូវខុសពីបងប្អូនប៉ុន្មានដែរពីព្រោះអារៈវាកកោកកាយមិនមែនតែសៀមរាបទេក៏ភ្នំពេញដែរកុំឲ្យស្មានថាភ្នំពេញល្អជាងសៀមរាបអត់ទេបើអារៈវាធ្វើឲ្យញ៉ែរញ៉ៃវាអត់ល្អជាងគ្នាទេអ្វីដែលល្អនោះគឺជាព្រះរបស់យើងដែលល្អគឺជាព្រះរបស់យើងដែលល្អអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថាកុំឲ្យយើងគិតថាខ្ញុំល្អជាងបងប្អូនអត់ទេបងប្អូនសៀមរាបបងប្អូននៅភ្នំពេញយើងជាអ្នក
ដែលបំរើព្រះដូចគ្នាតែងតែរស់នៅសួរសុខទុក្ខគ្នាលើកទឹកចិត្តគ្នាកំសាន្តចិត្តគ្នាដាស់តឿនគ្នាដោយសេចក្តីស្រឡាញ់កុំឲ្យយើងថាស្រឡាញ់ណាប៉ុន្តែស្រឡាញ់តែមាត់ជួនកាលបងប្អូនថាស្រឡាញ់ប៉ុន្តែស្រឡាញ់តែមាត់បញ្ហាដែលស្រឡាញ់ក្នុងព្រះគម្ពីរបានប្រាប់យើងថាមិនមែនស្រឡាញ់តែមាត់ដែលពាក្យសម្ដីទេតែស្រឡាញ់នឹងប្រព្រឹត្តតាមសេចក្តីពិតវិញក្នុងគម្ពីរយ៉ូហានទី1ប្រាប់យើងអញ្ចឹងប្រព្រឹត្តតាមសេចក្តីពិតមានន័យថាម៉េចមានន័យថាបើយើងមិនទាន់អត់ទោសឲ្យបងប្អូនយើងពួកម៉ាក់យើងគ្រូយើងអ្នកមិត្តសម្លាញ់យើងដាក់ទឿនថាអត់ទោសឲ្យគេទៅពីព្រោះព្រះមើលតែយើងមិនព្រមអត់ទោសយើងអត់បានទទួលការអត់ទោសដែរអញ្ចឹងអត់ទោសឲ្យគេទៅនេះដែលសម្លាញ់ឲ្យប្រព្រឹត្តតាមសេចក្តីពិតជួនកាលនៅក្នុងក្រុមជំនុំការបង្រៀនមានការដាស់តឿនអីផ្សេងប៉ុន្តែមើលទៅដូចជាត្រូវរបួសអញ្ចឹងដូចជាឈឺចិត្តថាពេលមកប្រជុំពេលអីត្រូវរបួសដោយសារការដាស់តឿនដោយព្រះបន្ទូលអីផ្សេងប៉ុន្តែមើលទៅដូចជាត្រូវរបួសខាងឯផ្លូវចិត្តឬអីផ្សេងប៉ុន្តែមិត្តសម្លាញ់ស្ដីថានិយាយគឺក្នុងន័យថាស្រឡាញ់ទេប្រយ័ត្នការថើបរបស់ខ្មាំងសត្រូវប្រយ័ត្នខ្មាំងសត្រូវបបោសអង្អែលលួងលោមឲ្យយើងទន់ចិត្តឲ្យយើងលងក្នុងទឹកឃ្មុំឲ្យយើងលងក្នុងទឹកឃ្មុំពួកម៉ាក់យើងចេះតែធ្វើនេះទៅអត់ទោសទៅនិយាយនេះទៅធ្វើនេះទៅយើងច្រើនតែស្ដាប់មិនសូវចូលប៉ុន្តែជួនកាលយើងលងទឹកឃ្មុំដោយពាក្យផ្អែមល្ហែមរបស់ខ្មាំងសត្រូវដែលព្រះគម្ពីរសុភាសិតប្រាប់យើងចិត្តអញ្ចឹងមិត្តសម្លាញ់យើងដែលដាស់តឿនយើងដោយសេចក្តីស្រឡាញ់ដ៏ពិតទេមិនមែនដោយស្អប់ទេតែយើងប្រយ័ត្នពីការថើបរបស់ខ្មាំងសត្រូវវិញយើងគួរតែប្រយ័ត្នបបោងអែលលួងលោមថ្នាក់ថ្នមយើងឲ្យយើងលងនៅក្នុងទឹកឃ្មុំមកហើយយើងត្រូវប្រយ័ត្នហើយប្រយ័ត្នមែនតើរឿងចឹងអ្នកណាដែលធ្វើឲ្យយើងរវិតចិត្តឲ្យយើងជំទាស់នឹងបងប្អូនក្នុងក្រុមជំនុំគ្រូកង្វៀលឬព្រះដែលយើងជឿអីនោះសិតតែជាបញ្ហាហើយអញ្ចឹងឯងក្នុងគម្ពីរមេរៀនដែលយើងបានរៀនថាចូលថយចេញពីសេចក្តីអាក្រក់គ្រប់យ៉ាងចូលជៀសចេញបើគេឲ្យយើងបែរចេញពីព្រះយើងកុំបែរបើគេឲ្យយើងថយពីក្រុមជំនុំយើងកុំថយបើគេឲ្យយើងប្រឆាំងជាមួយពួកម៉ាក់បងប្អូនរួមការងារជាមួយគ្នាកុំវានាំឲ្យមានសៅមកនាំឲ្យមានបញ្ហាហើយការងារចុងក្រោយខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបងប្អូននិងខ្ញុំមកដល់ពេលនេះក្រុមជំនុំនេះបើខ្ញុំចាំត្រូវផ្សាយដំណឹងល្អអស់ច្រើនសៀវភៅផ្ញើទិញលោកគ្រូទិញពីភ្នំពេញមករាប់កេសបានចិត្តអស់ហើយតែចង់លើកទឹកចិត្តបងប្អូនថាកុំឲ្យយើងផ្សាយតែដំណឹងល្អតែត្រូវប្រព្រឹត្តបែបគួរនឹងដំណឹងល្អផងកុំហែកទ្រូងឲ្យថ្មាតចាក់ខុសត្រូវដោះស្រាយជាមួយគ្នាស្ងាត់ដោយអ្នកដឹកនាំយើងដោយបងប្អូនយើងរំលឹកដាស់តឿនគ្នាគៀកកគ្នាក្នុងការបម្រើព្រះត្រូវដឹងខ្លួនថាយើងម្នាក់គួរតែបន្ទាបខ្លួននៅចំពោះព្រះកុំឲ្យថាអញល្អអញត្រូវអញអត់ខុសអត់ទេរួមគ្នាព្រះគម្ពីរចង់ប្រាប់យើងថាចូលប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះបើយើងផ្សាយតែដំណឹងល្អហើយយើងប្រព្រឹត្តបែបមិនគួរដំណឹងល្អតើអ្នកដែលអត់ជឿ
ta krom cho nôm đọt tây cái mương gì krom cho nôm chơi gì đẹp bản nào cái tháp phụ nếp sai ở ta sập hởประอันนี้อันใหญ่เย่ดาวมันเนี่ยจะรกเนี่ยปีเล็กปีกาอดดังขบานดังกับตัวไอ้เหมือนซ่อมเนี่ยชื่อตาปากปวดบอกโอนเดินลงหนึ่งอย่างไรบอกโอนชื่อชัดดิเนื้อเปกี่มืองี้กรมจุดลมเยอะบอกโอนชื่อชัดดิเนื้อเปแต่กี่มืองี้เปรี้ยบอกเยอะบอกโอนจะชื่อชัดแต่เปกี่มืองี้กรมจุดนุ่มบ่เยิงมืองี้ครูบ่เยิงมืองี้สมาชิกขนมกรมจุดนุ่มใจยิ่งเนี้ยบอกพอชูจัดเลยจังบ่ชูจัดเราประพฤติแบบกูหนึ่งดำนังหล่อบ่มีปัญหาหนึ่งคนี้เราโรควิธีดอกสายโดยสุพีบจมูกคนี้กลมเราเราบีบได้บังการเจียสายยังเราบอกบีบได้มานดอกสายปีพรุ่งยังดังหายทางยังเจียสระบอกเปรย์ซุ่มแต่ออกนี่เกสกอลยังบ้านโดยซาสิกได้สลายขึ้นนี้ตัววิ่งตัวมอเจ๊ใจรำเล่เจ๊ด่าเตือนเจ๊รำเลิกเจ๊สหกาเจ๊นายนอมขึ้นนี้เนี่ยเจ๊บังเรียนเนี่ยอาจจะเจ๊ช่วยขึ้นนี้กิสกอลยังบ้านโดยซาสิกได้สลายแต่เบย์ยังประคามคนนี้ขนมกะลาตีจมูกปรามคอดอกปรามบองโอนบานบอขนมแคปซันหายเขียมเคยละอ้อยละอ้อนนะส้มเอาเปรี้ยบรรตูนี่บานสันทัดขนมจัดระบายเยอะจังเขียมเมื่อกะลาตีมวยนั่งหายยืงหนึ่งจอบหนึ่งกะลาตีจมูกปรามคอดอกปรามกะลาตียืงกำปงแต่ดะสำลัวขนมเมรินสลาของปีพองจังบองโอนน่ะสรูลไหมเนี่ยกะลาที่จะพุกปรามคอดอกปรามเปรียกของปีถาแต่ขยมบ่าเนี่ยเราขนี้จะแต่ประคำหายให้ขนี้ซีtừวิ่งtừ mơนู้ตรประหยัดจ้อกระไรโลวิเนียออกลิงเตอร์บ่ายังประคามคลีจำนันเต้อดเต้อดจำนันเต้กิเลิกประเนียมบ่เปรี้ยลางเต้เป็นลือโซกรมจุ่มนงเจยจำเนี้ยชลูกนี่กิอดเลิกเต้กรมเราเตยเตี้ยพวกโมเมนต์พวกนานไหนมืองี้หายกิคอมดาวสตูดาวประมอลดาวใบประโจเตอพวกเกปีโปรเกเคยกาใบบ้าแต่เบย์ยืมอดใบบ้ายืมเมียนเจยิมเดียโดยชมูประพีผมใบบ้านี่บอกผมอดจำราล้างเต้เรียกของปีบานปราภายทางบ่ายืมเจแต่ประคำคนี้หายให้คนี้ซีแต่วิ่งแต่มอโดยขยมท่าให้ตรูงอยธรรมะจัดนุตรประหยัดจ้ะไกรโลวินีออกรลิงเตอร์วินีต้องออกนี่บอกผมเปรี้ยมันดักเป็นตู้เอาขยมละอเชียงบอกผมได้แบบขยมปากไก่ตัวเตยอยู่มือบอกผมให้บอกผมก็มันละอเชียงขยมเวียเลี้ยรถหันเท้าต้องออกนี่อะไรประพนก็จังได้เอาแต่ปรังประคำขี้ให้หัวขี้แต่ดามแต่เตาเรียงคล้วนก่อนเราไล่เชื่อไล่คืนเราแต่ใบเกาะโคบบ่าโฮมนะนั่งเดินหน้าไม้จานฉนังนั่งหน้านั่งไงได้ให้ยืงไม้chia mình lốpเราcầuกรมจุ่มนมนี่chia mình lốp สำหรับบองปอนหนึ่งขยมสมาชิกหรือโซ่ท่ามอกรมจุ่มนมเจยอย่างเนี้ยบองปอนพวกพนมเป็นกี่โจรวมมาใส่กี่สบายสัวถ้าพวกนึงกี่เนี่ยเมียนี่เนี่ยคลาซ้อมลอยกับไปกับปอกนี่อายนำไปทั่วดำนามันขอบปีบองปอนได้ขอมซ้อมสำหรับเติมพนมเป็นได้ที่ไม่เนี่ยบองปอนเติมเรียบเติมพนมเป็นเติม
ទៅបើកពីសៀងណាំឬអត់ទេផ្សំនេះផ្សំនោះជឿគេខ្លះជាពាក់គេខ្លះខ្ចីគេខ្លះតែដើម្បីព្រះបងប្អូនបានទៅហើយខ្ញុំអរគុណមែនតើហើយសាលាគម្ពីររបស់យើងក៏បងប្អូនខំរៀនអស់កម្លាំងណាស់តែខំប្រឹងរៀនពីព្រោះចង់ចេះអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថាកុំឲ្យយើងឆ្លោះប្រកែកគ្នាបើយើងមានមែនយើងរកដំណោះស្រាយជាមួយគ្នាដោយសន្តិវិធីឬហៅថារករបៀបដែលឈ្នះទាំងអស់គ្នាត្រូវទាំងអស់គ្នាអត់មានអ្នកខុសបើខុសទាំងអស់គ្នាបើត្រូវទាំងអស់គ្នានេះគេហៅថារួមសុខរួមទុក្ខជាមួយគ្នាអញ្ចឹងសូមព្រះជាម្ចាស់ប្រទានពរពួកជំនុំជ័យជំនះសូមអរគុណសូមសម្រួមចាស់អធិដ្ឋានព្រះអង្គចាស់អរគុណព្រះអង្គសម្រាប់ព្រះបន្ទូលព្រះអង្គចាស់អើយសូមជួយទូលបង្គំទាំងអស់គ្នាបានយល់កាន់តែច្បាស់ថែមទៀតអំពីមេរៀនទាំងព្រះបន្ទូលរបស់ទ្រង់ព្រះអង្គចាស់អើយសូមជួយបន្ទាបចិត្តទូលបង្គំគ្រប់គ្នាសូមឲ្យទូលបង្គំទាំងអស់គ្នាដឹងថាព្រះអង្គបានមកផែនដីដើម្បីជួយទូលបង្គំហើយអត់ចោលទូលបង្គំសោះសូម្បីតែទូលបង្គំមានបញ្ហានៅក្នុងជីវិតរស់នៅក្នុងការបម្រើព្រះអង្គប៉ុន្តែព្រះអង្គនៅតែមិនចោលប៉ុន្តែព្រះអង្គនៅតែដាស់តឿនថាត្រូវស្ដាប់បង្គាប់សូមអរព្រះគុណព្រះអង្គបើទូលបង្គំទាំងអស់គ្នាមិនទាន់ចុះចូលព្រះអង្គសូមព្រះអង្គជួយតម្រង់ទាញកែចិត្តទូលបង្គំគ្រប់គ្នាឲ្យត្រឹមត្រូវជាមួយនឹងព្រះអង្គឡើងវិញសូមអរព្រះគុណព្រះអង្គសម្រាប់បងប្អូនពួកជំនុំនេះហើយទូលបង្គំសូមព្រះជួយកម្មវិធីស្អែកអំពីសិក្ខាសាលាស្ត្រីគ្រប់លក្ខព្រះជាម្ចាស់ឲ្យសូមប្រទានពរលើកម្មវិធីនោះទាំងអស់សូមឲ្យតម្កើងព្រះនាមរបស់ទ្រង់ឡើងហើយទូលបង្គំសូមដោយព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណ